បាទសូមគោរពបងប្អូនទាំងអស់គ្នាដែលមកកាន់ Channel របស់យើងខ្ញុំថ្ងៃនេះផងដែរខ្ញុំមានរឿងមួយដែលចែករំលែកពីបងប្រុសម្នាក់ដែលគាត់រស់នៅខេត្តកំពង់ឆ្នាំងហើយរឿងនេះនិយាយទៅវាពាក់ព័ន្ធជាមួយនឹងអបិយជំនឿសូមបងប្អូនស្ដាប់ដោយមានការពិចារណារឿងខ្លះក៏ជារឿងពិតប៉ុន្តែរឿងខ្លះទៀតក៏មិនមែនជារឿងពិតទេអញ្ចឹងយើងចូលដល់សាច់រឿងយើងត្មងទៅនៅក្នុងខេត្តកំពង់ឆ្នាំងមានភូមិតូចមួយភូមិនោះមិនទាន់មានផ្លូវកស៊ូមិនទាន់មានភ្លើងអគ្គិសនីទេពេលយប់មានតែពន្លឺចង្កៀងប្រេងនិងសំឡេងសត្វព្រៃជាសត្វស្លាបនិងសត្វផ្សេងៗជាដើមប្រជាជនក្នុងភូមិនោះប្រកបមុខរបរដោយការនេសាទត្រីចេញពីព្រលឹមប្រលប់វិញទើបចូលមកដល់ផ្ទះរស់នៅបែបជីវភាពសាមញ្ញនៅក្នុងភូមិនោះមានបុរសម្នាក់គាត់ឈ្មោះថាសុភ័ក្រគាត់ជាអ្នកនេសាទត្រីដែលអ្នកភូមិគ្រប់គ្នាគោរពស្រឡាញ់មិនមែនព្រោះគាត់មានទ្រព្យសម្បត្តិអីទេប៉ុន្តែគាត់ជាមនុស្សដែលចេះគោរពគ្នាទៅវិញទៅមកនិងគោរពអបិយជំនឿផ្សេងគាត់មានប្រពន្ធម្នាក់ជាស្រីសាមញ្ញម្នាក់ដែលស្រឡាញ់ប្តីស្រឡាញ់កូនចេះថែទុកដាក់របស់របរនៅក្នុងផ្ទះសម្បែងសុភ័ក្រមានកូន4នាក់ដែលនៅតូចរងចាំឪពុកគេត្រឡប់មកពីរកត្រីជារៀងរាល់ល្ងាចដើម្បីយកមកលក់ដូរបន្តិចបន្តួចហើយក៏សល់ប្រមាណទុកសម្រាប់ធ្វើម្ហូបសម្រាប់ជួបជុំគ្រួសារសុភ័ក្រគាត់តែងតែក្រោកពីព្រឹកលុបលាងមុខមុននឹងទៅយកគ្រឿងបង្កាយមើងនិងសំណាញ់ឧបករណ៍ផ្សេងដែលជាឧបករណ៍សម្រាប់គាត់នេសាទនោះហើយគាត់ក៏បានយកទៅទុកនៅលើទូករបស់គាត់ដែលទុកជាទូកឈើតូចមួយមុននឹងគាត់ចេញដំណើរគាត់តែងតែបន់ស្រន់សូមសេចក្តីសុខនេះជារឿងដែលគាត់មិនភ្លេចតាំងពីក្មេងដោយសារតែគាត់តែងតែឮចាស់និយាយតគ្នាថាចូលព្រៃបើមិនសុំមិនបានត្រឡប់មកវិញងាយទេប៉ុន្តែថ្ងៃបន្ទាប់មេឃហាក់ដូចជាមិនសូវប្រក់ក្តីព្រឹកនោះមានភ្លៀងស្រអាប់ខ្យល់មិនបក់មិនមានខ្យល់បន្តិចសោះសូម្បីតែសត្វស្លាបឬក៏សត្វផ្សេងក៏មិនមានស្រែកដែរខុសពីសពដងដែលមានសត្វស្រែករំពងពេញព្រៃប្រពន្ធសុភ័ក្រមានអារម្មណ៍ថាមិនស្រួលចិត្តដូចជាមានអ្វីមកឲ្យសញ្ញានាងហើយនាងក៏បាននិយាយជាមួយសុភ័ក្រថាថ្ងៃនេះបើមិនចាំបាច់បងកុំចូលព្រៃជ្រៅពេកសុភ័ក្របានញញឹមតិចហើយគាត់គិតថាប្រហែលជាប្រពន្ធរបស់គាត់មានការព្រួយបារម្ភជារឿងធម្មតាដោយភាពប្រញាប់ប្រញាល់គាត់ក៏បានភ្លេចបួងសួងមុននឹងចេញដំណើរថ្ងៃនោះគាត់ក៏បានចេញទៅនេសាទដូចសពដងប៉ុន្តែមានត្រីជាប់មើងនិងជាប់បង្កាយជាច្រើនចម្លែកខុសពីសពថ្ងៃដោយគាត់មានចិត្តត្រេកអរខ្លាំងពេកដោយសារគាត់រកត្រីបានច្រើនគាត់ក៏ភ្លេចខ្លួនក៏បានចូលទៅព្រៃជ្រៅចូលទៅបន្តិចម្ដងដោយមិនបានដឹងខ្លួនទេសុភ័ក្រពេលនោះចូលទៅដល់កន្លែងដែលមិនសូវមានអ្នកភូមិហ៊ានទៅស្រាប់តែពេលនោះព្រៃស្ងាត់ខ្លាំងនៅពេលនោះសុភ័ក្រមានឮសំឡេងមនុស្សម្នាក់បានហៅឈ្មោះគាត់ពីចម្ងាយគាត់ក៏បានបត់ក្រោយងាករកមើលមនុស្សដែលហៅគាត់នោះក៏ប៉ុន្តែគាត់រកមិនឃើញទេបេះដូងគាត់ចាប់ផ្ដើមមានអារម្មណ៍លូតខុសចង្វាក់ភាសាភាពភ័យខ្លាចធ្វើឲ្យដៃជើងគាត់ត្រជាក់បែកញើសពេញខ្លួនពេលនោះស្រាប់តែមានបុរសចំណាស់ម្នាក់ស្លៀកពាក់សសក់ពណ៌សបង្ហាញខ្លួននៅពីមុខគាត់បុរសនោះនិយាយមកគាត់ថាឯងមកយកអ្វីដោយមិនបានសុំយើងអញ្ចឹងពេលនោះសុភ័ក្រក៏បានភ័យពេកដួលសន្លប់បាត់ស្មារតីពេលនោះទៅបន្ទាប់មកសុភ័ក្រក៏បានភ្ញាក់ឡើងឃើញខ្លួនឯងស្ថិតនៅក្នុងកណ្ដាលព្រៃ
ដោយមានសភាពដៃជើងនិងខ្លួនរបស់គាត់ពោពេញទៅដោយរបួសពេញខ្លួនហើយនៅជុំវិញខ្លួនរបស់គាត់មានសំឡេងសឹកសៀវដូចជាមានមនុស្សកំពុងតែនិយាយគ្នាតែសុភ័ក្ររកមើលមិនឃើញទេសុភ័ក្រចាប់ផ្ដើមមានអារម្មណ៍ភ័យខ្លាំងនិងរុករកផ្លូវចេញមកផ្ទះវិញប៉ុន្តែសុភ័ក្រកាន់តែដើរកាន់តែរកផ្លូវមិនឃើញរហូតដល់ថ្ងៃរៀបលិចសុភ័ក្រក៏មិនបានត្រឡប់មកផ្ទះដូចសពដងប្រពន្ធសុភ័ក្រចាប់ផ្ដើមមានអារម្មណ៍ប្លែកនិងចាប់ផ្ដើមទៅប្រាប់ឪពុកម្ដាយនិងអ្នកភូមិក៏បានជំនុំគ្នាចាប់ផ្ដើមទៅជួយស្វែងរកសុភ័ក្រអស់រយៈពេលប្រហែលជា1ម៉ោង2ម៉ោង3ម៉ោងរហូតដល់4ទៅ5ម៉ោងអ្នកភូមិបានស្វែងរកក៏ស្វែងរកមិនឃើញសូម្បីតែស្នាមជើងសូម្បីតែទូកអ្នកភូមិក៏នាំគ្នាស្វែងរកមិនឃើញដែរបន្ទាប់មកអ្នកភូមិក៏បានស្រែកហៅប៉ុន្តែគ្មានសំឡេងឆ្លើយតបនោះទេចាស់ចាប់ផ្ដើមជជែកគ្នាដើម្បីរកវិធីដោះស្រាយជជែកចុះជជែកឡើងក៏និយាយថាប្រហែលជាត្រូវអ្នកតាក្នុងព្រៃចាប់ទុកទៅហើយក្នុងព្រៃសុភ័ក្របានឃើញអ្នកភូមិស្រែកហៅប្រពន្ធយំកូនហៅឪពុកគាត់បានដឹងបានឮហើយក៏បានស្រែកហៅតបទៅប្រពន្ធនិងអ្នកភូមិវិញប៉ុន្តែអ្នកភូមិនិងប្រពន្ធមិនបានឮសំឡេងគាត់និងមិនបានឃើញគាត់នោះទេគាត់ពិបាកចិត្តខ្លាំងណាស់គាត់ក៏អង្គុយមួយសបកគាត់ក៏បាននឹកឃើញថាពេលដែលគាត់ចេញពីផ្ទះគាត់ក៏មិនបានធ្វើដូចរដងគាត់មុននឹងចេញពីផ្ទះគាត់បានបួងសួងសូមសេចក្តីសុខមុននឹងគាត់ចូលមកព្រៃរកត្រីតែនៅពេលព្រឹកនេះគាត់មិនបានបួងសួងសូមសេចក្តីសុខនោះទេពេលនោះគាត់ក៏បានលើកដៃសំពះបួងសួងនិងសន្យាថាបើគាត់បានចេញពីក្នុងព្រៃនេះបានត្រឡប់ទៅផ្ទះវិញគាត់នឹងនិយាយប្រាប់អ្នកភូមិទាំងអស់គ្នាថាឲ្យមុននឹងចូលព្រៃត្រូវតែសូមសេចក្តីសុខនិងបួងសួងសូមម្ចាស់ដែលថែរក្សាទឹកថែរក្សាព្រៃជាដើមពេលដែលគាត់បួងសួងរួចហើយសុភ័ក្រក៏បានសម្លឹងឃើញផ្លូវមកផ្ទះវិញដោយខ្លួនឯងពេលសុភ័ក្រដើរមកផ្ទះវិញគាត់ដើរដល់ដើមភូមិចាប់ដើមអ្នកភូមិឃើញគាត់ក៏មានអារម្មណ៍ភ្ញាក់ផ្អើលគ្រប់គ្នាប្រពន្ធគាត់ឃើញបែបនេះក៏អដល់ថ្នាក់សន្លប់បាត់ស្មារតីទៅហើយកូនរបស់គាត់រត់ទៅអោបឪពុកដោយតែបានឃើញមនុស្សរស់ពីសេចក្តីស្លាប់ចាប់ពីពេលនោះទៅអ្នកភូមិដែលចូលព្រៃដោយមិនបានបួងសួងពួកគេមិនហ៊ានចូលនោះទេទាល់តែបួងសួងសូមសេចក្តីសុខសូមសេចក្តីសប្បាយរួចហើយបានពួកគាត់ហ៊ានចូលព្រៃដើម្បីរកត្រីនិងធ្វើការនេសាទផ្សេងចំណែកឯសុភ័ក្រវិញក៏បានសម្រាប់ជាបារបួសដោយសារគាត់បានរុករកផ្លូវមកផ្ទះវិញប៉ះជាមួយនឹងមែកឈើនិងដើមឈើធំជាដើមធ្វើឲ្យមុតដៃមុតជើងនិងខ្លួនប្រាណដាច់រលាត់ជាច្រើនកន្លែងបាទរឿងនេះផងដែរក៏ជារឿងពិតហើយសូមបងប្អូនស្ដាប់ហើយពិចារណាកន្លែងខ្លះក៏មិនមែនជារឿងពិតដែរដូច្នេះសូមបងប្អូនទាំងអស់គ្នាស្ដាប់ដោយការពិចារណាហើយសូមគុំធ្វើតាមអ្វីមួយដែលវាមិនចាំបាច់និងវាមិនមានផុសតាងច្បាស់លាស់និងសូមអរគុណទៅដល់បងប្អូនទាំងអស់គ្នាដែលបានតាមដានស្ដាប់